ថៃកាន់តែធ្ងន់ធ្ងរហើយមិនធ្លាប់មាន300ឆ្នាំគ្រោះទឹកជំនន់ដ៏មហន្តរាយបំផុតឆក់យកជីវិតមនុស្ស13នាក់និងប្រជាជន2លាននាក់កំពុងរងផលប៉ះពាល់ភាគខាងត្បូងប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏មហន្តរាយបំផុតក្នុងរយៈពេលជាង3សតវត្សរ៍ដោយមនុស្សយ៉ាងហោចណាស់13នាក់ត្រូវបានបញ្ជាក់ថាស្លាប់និងប្រជាជនជិត2លាននាក់រងផលប៉ះពាល់នៅខេត្តចំនួន10បន្ទាប់ពីភ្លៀងមូសង់ធ្លាក់យ៉ាងគំហកអស់ជាច្រើនថ្ងៃអាជ្ញាធរប្រកាសស្រុកទាំង16នៅក្នុងខេត្តសង្ខ្លាថាជាតំបន់គ្រោះមហន្តរាយបន្ទាប់ពីស្រុកហាយ៉ៃបានកត់ត្រាបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងមួយថ្ងៃមិនធ្លាប់មានក្នុងរយៈពេល300ឆ្នាំទឹកជំនន់បានជន់លិចផ្ទះសម្បែងតំបន់ពាណិជ្ជកម្មនិងផ្លូវសំខាន់ក្រុមឡានដឹកទំនិញនិងឡានក្រុងយ៉ាងវែងបានតម្រង់ជួរតាមបណ្ដោយផ្លូវដែលនៅសល់អាចធ្វើដំណើរបានខណៈដែលប្រជាជនបានប្រើប្រាស់អាងផ្លាស្ទិកនិងក្បួនឆ្នៃដើម្បីដឹកជញ្ជូនកុមារនិងសម្ភារៈសំខាន់ទៅកាន់កន្លែងមានសុវត្ថិភាពស្រុកណាថាវីក្នុងខេត្តសង្ខ្លានៅតែជាតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយឃុំទាំង10និងភូមិចំនួន92ត្រូវបានជន់លិចដោយប៉ះពាល់ដល់ពលរដ្ឋជាង 150,000 គ្រួសារនិងមនុស្សជាង 50,000 នាក់អាជ្ញាធរខេត្តបានរាយការណ៍ថាការស្លាប់ភាគច្រើនទាំង13ករណីនេះកើតចេញពីការឆក់ចរន្តអគ្គិសនីនិងគ្រោះថ្នាក់ដែលទាក់ទងនឹងទឹកជំនន់ស្ថានភាពទឹកជំនន់នៅភាគកណ្ដាលប្រទេសថៃក៏ត្រឹមថ្ងៃទី25ខែវិច្ឆិកានេះនៅមិនទាន់ធូរស្រាលនៅឡើយនោះទេដោយខេត្តជាង20និងទីក្រុងសំខាន់បានបន្តរងគ្រោះដោយការវាយប្រហារដោយទឹកជំនន់ខណៈកម្ពស់ទឹកនៅតែបន្តកើនឡើងជាបន្តបន្ទាប់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានរាយការណ៍ថាក្នុងខេត្តជាង20នោះបានប៉ះពាល់ដល់ប្រជាជនជាង 483,000 នាក់ក្នុងចំណោមគ្រួសារចំនួន 143,000 គ្រួសារក្នុងគ្រោះទឹកជំនន់ដែលមិនធ្លាប់មានប្រហែល300ឆ្នាំនេះបានឆក់យកជីវិតមនុស្សចំនួន28នាក់ដោយស្លាប់ភាគច្រើននៅក្នុងខេត្តប្រាកណាខុនស៊ីអាយុធ្យា19នាក់បន្ទាប់មកគឺខេត្តស៊ីបុរី3នាក់និងខេត្តសុផាន់បុរី3នាក់ចំណែកស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃឯណោះវិញកាន់តែអាក្រក់ទៅដែរស្របពេលប្រទេសថៃកំពុងរងទុក្ខវេទនាដោយគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរទៅហើយនោះស្រាប់តែកើតមានព្យុះកំបុតត្បូងដ៏សាហាវថែមទៀតបានបំផ្លាញផ្ទះពលរដ្ឋអស់10ខ្នងនិងបណ្ដាលឲ្យអ្នកភូមិរងរបួសតាមការផ្សាយរបស់ Amarin News ព្យុះនេះបានវាយប្រហារឃុំបានខៅនៃស្រុករណតក្នុងខេត្តសង្ខ្លាកាលពីថ្ងៃច័ន្ទទី24ខែវិច្ឆិកាឆ្នាំ2025ដោយអតិពលដ៏ខ្លាំងក្លារបស់ព្យុះនេះបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាងដែលស្ថិតនៅចំពោះមុខរបស់វាធ្វើឲ្យពលរដ្ឋតក់ស្លុតគ្រប់គ្នាក្នុងនោះដែរនាយករដ្ឋមន្ត្រីលោកអនុទានឆាន់វរៈកុលបានប្រកាសដាក់ខេត្តសង្ខ្លាក្នុងគ្រាអាសន្ននៅថ្ងៃអង្គារទី25ខែវិច្ឆិកានេះខណៈដែលទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនិងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈយោងតាមសារព័ត៌មានថៃ The Standard ការប្រកាសដែលមានសុពលភាពចាប់ពីថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ដល់ថ្ងៃទី25ខែកុម្ភៈឆ្នាំ2026ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់គ្នាដែលបង្កឲ្យមានទឹកជំនន់ដ៏មហន្តរាយនៅតាមស្រុកជាច្រើនអាជ្ញាធរបានលើកឡើងថាស្ថានភាពនេះបានរំខានយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់និងបង្កការខូចខាតយ៉ាងធំធេងដល់ទ្រព្យសម្បត្តិសាធារណៈនិងឯកជនរដ្ឋាភិបាលបានប្រកាសថាវិធានការជាបន្ទាន់គឺចាំបាច់ដើម្បីធានាសុវត្ថិភាពសាធារណៈរក្សាសណ្ដាប់ធ្នាប់ពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនិងស្ដារឡើងវិញដោយកត់សម្គាល់ថានីតិវិធីរដ្ឋបាលធម្មតាមិនគ្រប់គ្រាន់ដើម្បីដោះស្រាយទំហំនៃគ្រោះមហន្តរាយនេះឡើយនៅក្រោមព្រះរាជក្រឹត្យស្ដីពីការគ្រប់គ្រងរដ្ឋបាលក្នុងស្ថានភាពគ្រាអាសន្នគណៈរដ្ឋមន្ត្រីបានអនុម័តបទបញ្ជានេះនិងបានតែងតាំងអគ្គមេបញ្ជាការកងទ័ពជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងនិងសម្របសម្រួលប្រតិបត្តិការសង្គ្រោះបន្ទាន់នៅក្នុងខេត្តសង្ខ្លារដ្ឋាភិបាលថៃក៏បានឲ្យដឹងទៀតថា
ខ្លួននឹងបន្តផ្ដល់អាទិភាពដល់ជំនួយឆាប់រហ័សការកាត់បន្ថយការខូចខាតនិងការស្ដារឡើងវិញរយៈពេលវែងគណៈដែលស្ថានភាពទឹកជំនន់នៅតែធ្ងន់ធ្ងរនៅឡើយជាមួយគ្នានេះដែរពលរដ្ឋថៃរងគ្រោះដោយទឹកជំនន់បានផ្ញើសារប្រាប់លោកអនុទានថាយើងត្រូវការជំនះជាបន្ទាន់មិនមែនគ្រាន់តែមកថតរូបនោះទេអ្នកស្រុកមកពីខេត្តសង្ខ្លាជាខេត្តដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃបានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីថៃលោកអនុទានឆ័ន្ទរៈគោលដោយនិយាយថាពួកគេត្រូវការជំនះចេញជាបន្ទាន់មិនមែនគ្រាន់តែទៅទស្សនាដើម្បីថតរូបនោះទេដោយសង្កត់ធ្ងន់ថាការទៅទស្សនាបែបនេះមិនបានជួយមនុស្សដែលកំពុងរងចាំការសង្គ្រោះនៅលើដំបូលផ្ទះរបស់ពួកគេឡើយអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដែលជាអ្នកស្រុកឆាណាខេត្តសង្ខ្លាបានបង្ហោះលិខិតចំហមួយទៅកាន់នាយករដ្ឋមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយដោយរៀបរាប់ពីស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនិងតម្រូវការជំនួយជាបន្ទាន់បំផុតមនុស្សជាច្រើននៅតែជាប់នៅក្នុងផ្ទះរបស់ពួកគេខណៈកម្រិតទឹកនៅតែបន្តហក់ឡើងយ៉ាងឆាប់រហ័សអគ្គិសនីទឹកប្រើប្រាស់និងបណ្ដាញទូរស័ព្ទចល័តនៅក្នុងតំបន់ជាច្រើនត្រូវបានកាត់ផ្តាច់ទាំងស្រុងមនុស្សច្រើនរាប់មិនអស់រស់នៅក្នុងភាពភ័យខ្លាចនិងភាពមិនប្រកបប្រជាដោយគ្មានមធ្យោបាយណាមួយដើម្បីហៅរកជំនួយនោះឡើយយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះពួកគេមិនទាន់បានឃើញវិធានការច្បាស់លាស់មានប្រសិទ្ធភាពពីរដ្ឋាភិបាលកណ្ដាលនៅឡើយនោះទេនេះបើតាមការចុះផ្សាយរបស់ខៅសុននៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ទោះបីជាប្រទេសថៃមានរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយក្នុងស្រុកក៏ដោយការពិតគឺថាតំបន់ជាច្រើនកំពុងប្រឈមនឹងស្ថានភាពដែលហួសពីសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងស្រុកការទុកឲ្យពួកគេដោះស្រាយអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងនៅពេលដែលអគ្គិសនីដាច់កម្រិតទឹកជំនន់ខ្ពស់ផ្លូវត្រូវបានកាត់ផ្តាច់និងការទំនាក់ទំនងស្ទើរតែសូន្យនោះគឺជាការបង្ខំឲ្យពលរដ្ឋប្រឈមនឹងជោគវាសនារបស់ពួកគេតែម្នាក់ឯងជាការបរាជ័យដែលជៀសមិនរួចរបស់រដ្ឋពលរដ្ឋថៃបានរិះគន់លោកអនុទានថាក្នុងនាមជានាយករដ្ឋមន្ត្រីអ្នកមានកាតព្វកិច្ចនិងមានសិទ្ធិអំណាចដោយផ្ទាល់ក្នុងការបញ្ជាឲ្យវិធានការសង្គ្រោះបន្ទាន់ជាប្រព័ន្ធរហ័សនិងមានប្រសិទ្ធភាពប៉ុន្តែអ្វីដែលសាធារណជនឃើញឥឡូវនេះគ្រាន់តែជាការចុះទៅបំពេញទស្សនកិច្ចដែលផ្ដោតលើការថតរូបនិងជិះទូកមើលជុំវិញតំបន់លិចទឹកតែប៉ុណ្ណោះសកម្មភាពបែបនេះមិនអាចជួយរំដោះមនុស្សដែលកំពុងរងចាំការជួយសង្គ្រោះនៅលើដំបូលផ្ទះក្នុងសាលារៀននិងនៅក្នុងទីតាំងដាច់ស្រយាលច្រើនរាប់មិនអស់នោះទេគ្មាននរណាម្នាក់ត្រូវការរូបថតនៅពេលនេះទេពួកគេត្រូវការវិធានការជំនះសង្គ្រោះបន្ទាន់ពិតប្រាកដហើយពួកគេត្រូវការឥឡូវនេះមិនមែនបន្ទាប់ពីសន្និសីទសារព័ត៌មានមិនមែនបន្ទាប់ពីការប្រជុំនិងការវិតម្លៃម្ដងហើយម្ដងទៀតនោះទេប្រជាជនកំពុងប្រឈមនឹងកាលៈទេសៈស្លាប់រស់ប៉ុន្តែអ្វីដែលពួកគេទទួលបានគឺភាពស្ងប់ស្ងាត់ការពន្យាពេលនិងការរំពឹងទុកថាអាជ្ញាធរមូលដ្ឋានមានដំណោះស្រាយអ្វីគ្រប់យ៉ាងតែម្នាក់ឯងទោះបីជាវិបត្តិនេះហួសពីសមត្ថភាពរបស់ពួកគេក៏ដោយរដ្ឋាភិបាលត្រូវតែប្រកាសជាបន្ទាន់នូវផែនការជំនះចេញដ៏ច្បាស់លាស់មួយដូចជាផ្លូវជំនះចេញចំណុចជួបជុំគ្នានិងចម្រោកសុវត្ថិភាពដែលអាចចូលទៅដកបានភ្លាមទូសង្គ្រោះឡានដឹកទំនិញអូថមនិងក្រុមគ្រូពេទ្យត្រូវតែដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលទាំងអស់ដោយមិនចាំបាច់រងចាំសំណើអ្នកជំងឺមនុស្សចាស់កុមារនិងជនពិការត្រូវការជំនះចេញជាប្រព័ន្ធមិនមែនទុកពួកគេចោលឲ្យរងចាំរហូតទាល់តែទឹកហក់ឡើងដល់ដំបូលផ្ទះរបស់ពួកគេដោយដែលកំពុងតែកើតឡើងនៅពេលនេះនោះទេបន្ថែមពីនេះរូបភាពបានបង្ហាញថាពលរដ្ឋថៃបានតោងខ្សែភ្លើងព្រោះតែខ្លាចស្លាប់ដោយសារទឹកជំនន់ដើម្បីគេចពីទឹកជំនន់ដ៏សាហាវនៅក្នុងក្រុងហាយ៉ៃក្នុងខេត្តសង្ខ្លាពលរដ្ឋខ្លះបាននាំគ្នាឡើងលើដំបូលផ្ទះរងចាំការសង្គ្រោះខ្លះតោងភ្លើងស្តុបនិងខ្លះទៀតតោងខ្សែភ្លើងសូមជម្រាបផងដែរថាទឹកជំនន់ដែលចាប់ផ្ដើមការពិសេសផ្ដាំមុនកាន់តែកាយសាហាវទៅជនលិចធ្ងន់ធ្ងរទីក្រុងនេះនិងកន្លែងផ្សេងទៀតក្នុងប្រទេសថៃឈានដល់ការប្រកាសអាសន្ននៅតំបន់មួយចំនួនគណៈមនុស្សស្លាប់គិតត្រឹមរសៀលថ្ងៃអង្គារនេះបានកើនឡើងដល់14នាក់នៅភាគខាងត្បូងប្រទេសថៃភាគខាងត្បូងប្រទេសថៃកំពុងប្រឈមនឹងគ្រោះទឹកជំនន់ដ៏មហន្តរាយបំផុតក្នុងរយៈពេលជាង3សតវត្សរ៍ដោយមនុស្សយ៉ាងហោចណាស់13នាក់ត្រូវបានបញ្ជាក់ថាស្លាប់និងប្រជាជនជិត2លាននាក់រងផលប៉ះពាល់នៅខេត្តចំនួន10បន្ទាប់ពីភ្លៀងមូសសង់ធ្លាក់យ៉ាងគំហកអស់ជាច្រើនថ្ងៃអាជ្ញាធរប្រកាសស្រុកទាំង16នៅក្នុងខេត្តសង្ខ្លាថាជាតំបន់គ្រោះមហន្តរាយបន្ទាប់ពីស្រុកហាយ៉ៃបានកត់ត្រាបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងបំផុតក្នុង
មួយថ្ងៃមិនធ្លាប់មានក្នុងរយៈពេល300ឆ្នាំទឹកជំនន់បានជន់លិចផ្ទះសម្បែងតំបន់ពាណិជ្ជកម្មនិងផ្លូវសំខាន់ក្រុមឡានដឹកទំនិញនិងឡានក្រុងយ៉ាងវែងបានតម្រង់ជួរតាមបណ្ដោយផ្លូវដែលនៅសល់អាចធ្វើដំណើរបានខណៈដែលប្រជាជនបានប្រើប្រាស់អាងផ្លាស្ទិកនិងក្បួនឆ្នៃដើម្បីដឹកជញ្ជូនកុមារនិងសម្ភារៈសំខាន់ទៅកាន់កន្លែងមានសុវត្ថិភាពស្រុកណាថាវីក្នុងខេត្តសង្ខ្លានៅតែជាតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយឃុំទាំង10និងភូមិចំនួន92ត្រូវបានជន់លិចដោយប៉ះពាល់ដល់ពលរដ្ឋជាង 150,000 គ្រួសារនិងមនុស្សជាង 50,000 នាក់អាជ្ញាធរខេត្តបានរាយការណ៍ថាការស្លាប់ភាគច្រើនទាំង13ករណីនេះកើតចេញពីការឆក់ចរន្តអគ្គិសនីនិងគ្រោះថ្នាក់ដែលទាក់ទងនឹងទឹកជំនន់ស្ថានភាពទឹកជំនន់នៅភាគកណ្ដាលប្រទេសថៃក៏ត្រឹមថ្ងៃទី25ខែវិច្ឆិកានេះនៅមិនទាន់ធូរស្រាលនៅឡើយនោះទេដោយខេត្តជាង20និងទីក្រុងសំខាន់បានបន្តរងគ្រោះដោយការវាយប្រហារដោយទឹកជំនន់ខណៈកម្ពស់ទឹកនៅតែបន្តកើនឡើងជាបន្តបន្ទាប់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានរាយការណ៍ថាក្នុងខេត្តជាង20នោះបានប៉ះពាល់ដល់ប្រជាជនជាង 483,000 នាក់ក្នុងចំណោមគ្រួសារចំនួន 143,000 គ្រួសារក្នុងគ្រោះទឹកជំនន់ដែលមិនធ្លាប់មានប្រហែល300ឆ្នាំនេះបានឆក់យកជីវិតមនុស្សចំនួន28នាក់ដោយស្លាប់ភាគច្រើននៅក្នុងខេត្តប្រាកណាខុនស៊ីអាយុធ្យា19នាក់បន្ទាប់មកគឺខេត្តស៊ីបុរី3នាក់និងខេត្តសុផាន់បុរី3នាក់ចំណែកស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃឯណោះវិញកាន់តែអាក្រក់ទៅដែរស្របពេលប្រទេសថៃកំពុងរងទុក្ខវេទនាដោយគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរទៅហើយនោះស្រាប់តែកើតមានព្យុះកំបុតត្បូងដ៏សាហាវថែមទៀតបានបំផ្លាញផ្ទះពលរដ្ឋអស់10ខ្នងនិងបណ្ដាលឲ្យអ្នកភូមិរងរបួសតាមការផ្សាយរបស់ Amarin News ព្យុះនេះបានវាយប្រហារឃុំបានខៅនៃស្រុករណតក្នុងខេត្តសង្ខ្លាកាលពីថ្ងៃច័ន្ទទី24ខែវិច្ឆិកាឆ្នាំ2025ដោយអតិពលដ៏ខ្លាំងក្លារបស់ព្យុះនេះបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាងដែលស្ថិតនៅចំពោះមុខរបស់វាធ្វើឲ្យពលរដ្ឋតក់ស្លុតគ្រប់គ្នាក្នុងនោះដែរនាយករដ្ឋមន្ត្រីលោកអនុទានឆាន់វរៈកុលបានប្រកាសដាក់ខេត្តសង្ខ្លាក្នុងគ្រាអាសន្ននៅថ្ងៃអង្គារទី25ខែវិច្ឆិកានេះខណៈដែលទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនិងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈយោងតាមសារព័ត៌មានថៃ The Standard ការប្រកាសដែលមានសុពលភាពចាប់ពីថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ដល់ថ្ងៃទី25ខែកុម្ភៈឆ្នាំ2026ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់គ្នាដែលបង្កឲ្យមានទឹកជំនន់ដ៏មហន្តរាយនៅតាមស្រុកជាច្រើនអាជ្ញាធរបានលើកឡើងថាស្ថានភាពនេះបានរំខានយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់និងបង្កការខូចខាតយ៉ាងធំធេងដល់ទ្រព្យសម្បត្តិសាធារណៈនិងឯកជនរដ្ឋាភិបាលបានប្រកាសថាវិធានការជាបន្ទាន់គឺចាំបាច់ដើម្បីធានាសុវត្ថិភាពសាធារណៈរក្សាសណ្ដាប់ធ្នាប់ពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនិងស្ដារឡើងវិញដោយកត់សម្គាល់ថានីតិវិធីរដ្ឋបាលធម្មតាមិនគ្រប់គ្រាន់ដើម្បីដោះស្រាយទំហំនៃគ្រោះមហន្តរាយនេះឡើយនៅក្រោមព្រះរាជក្រឹត្យស្ដីពីការគ្រប់គ្រងរដ្ឋបាលក្នុងស្ថានភាពគ្រាអាសន្នគណៈរដ្ឋមន្ត្រីបានអនុម័តបទបញ្ជានេះនិងបានតែងតាំងអគ្គមេបញ្ជាការកងទ័ពជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងនិងសម្របសម្រួលប្រតិបត្តិការសង្គ្រោះបន្ទាន់នៅក្នុងខេត្តសង្ខ្លារដ្ឋាភិបាលថៃក៏បានឲ្យដឹងទៀតថាខ្លួននឹងបន្តផ្តល់អាទិភាពដល់ជំនួយឆាប់រហ័សការកាត់បន្ថយការខូចខាតនិងការស្ដារឡើងវិញរយៈពេលវែងគណៈដែលស្ថានភាពទឹកជំនន់នៅតែធ្ងន់ធ្ងរនៅឡើយជាមួយគ្នានេះដែរពលរដ្ឋថៃរងគ្រោះដោយទឹកជំនន់បានផ្ញើសារប្រាប់លោកអនុទានថាយើងត្រូវការជំនះជាបន្ទាន់មិនមែនគ្រាន់តែមកថតរូបនោះទេអ្នកស្រុកមកពីខេត្តសង្ខ្លាជាខេត្តដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃបានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វរៈកុលដោយនិយាយថាពួកគេត្រូវការជំនះចេញជាបន្ទាន់មិនមែនគ្រាន់តែទៅទស្សនាដើម្បីថតរូបនោះទេដោយសង្កត់ធ្ងន់ថាការទៅទស្សនាបែបនេះមិនបានជួយមនុស្សដែលកំពុងរងចាំការសង្គ្រោះនៅលើដំបូលផ្ទះរបស់ពួកគេឡើយអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដែលជាអ្នកស្រុកឆាណាខេត្តសង្ខ្លាបានបង្ហោះលិខិតចំហមួយទៅកាន់នាយករដ្ឋមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយដោយរៀបរាប់ពីស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនិងតម្រូវការជំនួយជាបន្ទាន់បំផុតមនុស្សជាច្រើននៅតែជាប់នៅក្នុងផ្ទះរបស់ពួកគេខណៈកម្រិតទឹក
នៅតែបន្តហក់ឡើងយ៉ាងឆាប់រហ័សអគ្គិសនីទឹកប្រើប្រាស់និងបណ្ដាញទូរស័ព្ទចល័តនៅក្នុងតំបន់ជាច្រើនត្រូវបានកាត់ផ្តាច់ទាំងស្រុងមនុស្សច្រើនរាប់មិនអស់រស់នៅក្នុងភាពភ័យខ្លាចនិងភាពមិនប្រកបប្រជាដោយគ្មានមធ្យោបាយណាមួយដើម្បីហៅរកជំនួយនោះឡើយយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះពួកគេមិនទាន់បានឃើញវិធានការច្បាស់លាស់មានប្រសិទ្ធភាពពីរដ្ឋាភិបាលកណ្ដាលនៅឡើយនោះទេនេះបើតាមការចុះផ្សាយរបស់ខៅសុននៅថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ទោះបីជាប្រទេសថៃមានរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយក្នុងស្រុកក៏ដោយការពិតគឺថាតំបន់ជាច្រើនកំពុងប្រឈមនឹងស្ថានភាពដែលហួសពីសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងស្រុកការទុកឲ្យពួកគេដោះស្រាយអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងនៅពេលដែលអគ្គិសនីដាច់កម្រិតទឹកចំនួនខ្ពស់ផ្លូវត្រូវបានកាត់ផ្តាច់និងការទំនាក់ទំនងស្ទើរតែសូន្យនោះគឺជាការបង្ខំឲ្យពលរដ្ឋប្រឈមនឹងជោគវាសនារបស់ពួកគេតែម្នាក់ឯងជាការបរាជ័យដែលជៀសមិនរួចរបស់រដ្ឋពលរដ្ឋថៃបានរិះគន់លោកអនុทินថាក្នុងនាមជានាយករដ្ឋមន្ត្រីអ្នកមានកាតព្វកិច្ចនិងមានសិទ្ធិអំណាចដោយផ្ទាល់ក្នុងការបញ្ជាឲ្យវិធានការសង្គ្រោះបន្ទាន់ជាប្រព័ន្ធរហ័សនិងមានប្រសិទ្ធភាពប៉ុន្តែអ្វីដែលសាធារណជនឃើញឥឡូវនេះគ្រាន់តែជាការចុះទៅបំពេញទស្សនកិច្ចដែលផ្ដោតលើការថតរូបនិងជិះទូកមើលជុំវិញតំបន់លិចទឹកតែប៉ុណ្ណោះសកម្មភាពបែបនេះមិនអាចជួយរំដោះមនុស្សដែលកំពុងរងចាំការជួយសង្គ្រោះនៅលើដំបូលផ្ទះក្នុងសាលារៀននិងនៅក្នុងទីតាំងដាច់ស្រយាលច្រើនរាប់មិនអស់នោះទេគ្មាននរណាម្នាក់ត្រូវការរូបថតនៅពេលនេះទេពួកគេត្រូវការវិធានការជំនះសង្គ្រោះបន្ទាន់ពិតប្រាកដហើយពួកគេត្រូវការឥឡូវនេះមិនមែនបន្ទាប់ពីសន្និសីទសារព័ត៌មានមិនមែនបន្ទាប់ពីការប្រជុំនិងការវិតម្លៃម្ដងហើយម្ដងទៀតនោះទេប្រជាជនកំពុងប្រឈមនឹងកាលៈទេសៈស្លាប់រស់ប៉ុន្តែអ្វីដែលពួកគេទទួលបានគឺភាពស្ងប់ស្ងាត់ការពន្យាពេលនិងការរំពឹងទុកថាអាជ្ញាធរមូលដ្ឋានមានដំណោះស្រាយអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងទោះបីជាវិបត្តិនេះហួសពីសមត្ថភាពរបស់ពួកគេក៏ដោយរដ្ឋាភិបាលត្រូវតែប្រកាសជាបន្ទាន់នូវផែនការជម្លៀសចេញដ៏ច្បាស់លាស់មួយដូចជាផ្លូវជម្លៀសចេញចំណុចជួបជុំគ្នានិងជំរកសុវត្ថិភាពដែលអាចចូលទៅដកបានភ្លាមៗទូកសង្គ្រោះឡានដឹកទំនិញអូថមភេកជ្ជៈនិងក្រុមគ្រូពេទ្យត្រូវតែដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលទាំងអស់ដោយមិនចាំបាច់រងចាំសំណើអ្នកជំងឺមនុស្សចាស់កុមារនិងជនពិការត្រូវការជម្លៀសចេញជាប្រព័ន្ធមិនមែនទុកពួកគេចោលឲ្យរងចាំរហូតទាល់តែទឹកហក់ឡើងដល់ដំបូលផ្ទះរបស់ពួកគេដោយដែលកំពុងតែកើតឡើងនៅពេលនេះនោះទេបន្ថែមពីនេះរូបភាពបានបង្ហាញថាពលរដ្ឋថៃបានតោងខ្សែភ្លើងព្រោះតែខ្លាចស្លាប់ដោយសារទឹកជំនន់ដើម្បីគេចពីទឹកជំនន់ដ៏សាហាវនៅក្នុងក្រុងហាយ៉ៃក្នុងខេត្តសង្ខឡាពលរដ្ឋខ្លះបាននាំគ្នាឡើងលើដំបូលផ្ទះរងចាំការសង្គ្រោះខ្លះតោងភ្លើងស្តុបនិងខ្លះទៀតតោងខ្សែភ្លើងសូមជម្រាបផងដែរថាទឹកជំនន់ដែលចាប់ផ្ដើមការពិសប្តាហ៍មុនកាន់តែកាយសាហាវទៅជនលិចធ្ងន់ធ្ងរទីក្រុងនេះនិងកន្លែងផ្សេងទៀតក្នុងប្រទេសថៃឈានដល់ការប្រកាសអាសន្ននៅតំបន់មួយចំនួនគណៈមនុស្សស្លាប់គិតត្រឹមរសៀលថ្ងៃអង្គារនេះបានកើនឡើងដល់14នាក់នៅភាគខាងត្បូងប្រទេសថៃ